ការកែសម្រួលនេះគឺយកអភិក្រម5ដែលខ្ញុំហៅ A5 មក 5R ជាភាសាអង់គ្លេសទី1 retain ទី2 retain នេះបានន័យថាថែរក្សាទី2 retrain ហើយ retain បានន័យថាបដោះបដាលពង្រឹងសមត្ថភាពហើយថែរក្សានៅការងារដែលគាត់មានជាទី3គឺ reassign បានន័យថាពង្រាយនៅក្នុងស្ថាប័នក្រសួងស្ថាប័នឬមួយក៏មន្ត្រីថ្នាក់ជាតិថ្នាក់ក្រោមជាតិទី4គឺ retrench គឺកាត់បន្ថយអ្នកដែលអត់មានមកធ្វើការអត់មានស្អីហ្នឹងគឺកាត់បន្ថយហើយទី5គឺ recruit បានន័យថាជ្រើសរើសថ្មីអញ្ចឹងទី1 retain ថែរក្សាបានន័យថាមន្ត្រីដែលមានជំនាញត្រឹមត្រូវមានសមត្ថភាពមានអតីតភាពមានឆន្ទៈចំជំនាញរក្សាគាត់កុំឲ្យគាត់ចេញទៅដែរលើកទឹកចិត្តគាត់ផ្ដល់ការងារឲ្យកាន់តែច្រើនការទូទៅឲ្យគាត់បានន័យថាចង្កាលគាត់មានគុណវុឌ្ឍមានអីហើយតែយើងប្រើអត់ទាន់ចំឲ្យគុណវុឌ្ឍគាត់ឲ្យឱកាសគាត់បានខំទី2 retain ហើយ retain បានន័យថាបដោះបដាលហើយនឹងរក្សាអ្នកធ្វើការនៅក្នុងនឹងជួនកាលគាត់មាន20នាក់តែធ្វើការបានតែ5នាក់ដោយសារ15ទៀតមិនមែនថាគាត់លើសទេដោយសារគាត់អត់ទាន់មានគុណវុឌ្ឍច្បាស់លាស់អញ្ចឹងហត់តែ5នាក់តែត្រូវការកន្លែងនឹងដែរអត់ទាន់លើសទេត្រូវបដោះបដាលអ្នក15នាក់ឲ្យគាត់មានសមត្ថភាពជួយធ្វើការឲ្យបានច្រើនជាជាងទៅសុំមន្ត្រីថ្មីទី3គឺ reassign បើសិនជាថែរក្សាបដោះបដាលហើយថែរក្សាហើយមានមន្ត្រីមួយចំនួនដែលអត់ចំជំនាញឬមួយក៏លើសកុំសុំមន្ត្រីថ្មីពិនិត្យលទ្ធភាពគាត់ឲ្យគាត់ទៅតាមពង្រាយនៅតាមស្ថាប័នអង្គភាពណាចំណុះដែលកំពុងតែខ្វះហើយឲ្យឱកាសគាត់ធ្វើការព្រោះអ្នកខ្លះលើសអត់មានសមត្ថភាពមិនមែនគាត់មិនចង់ធ្វើការតែដោយសារអត់កន្លែងអង្គុយឬមួយក៏អត់មានការងារគាត់អត់បានបញ្ចេញសមត្ថភាពចឹងគាត់កន្លែងខ្លះក៏អត់សូវធ្វើការឥឡូវពង្រាយគាត់ទៅអ្នកខ្លះក៏សុំទៅថ្នាក់ក្រោមជាតិឲ្យទៅក្រោមជាតិទៅកន្លែងដែលខ្វះក្រោមជាតិទី4 retrench ក្រោយពីយើងធ្វើ3ហើយផ្ដល់ឱកាសអស់នេះហើយគាត់នៅតែមិនមកធ្វើការអត់មុខរយៈពេលយូរអានឹងគួរតែកាត់ទៅយើងមិនមែនប៉ះដៃកាត់ដៃទេដើម្បីសន្សំអ្វីដែលមានយកមកជួយអ្នកដែលមានមុខបើសិនជាយើងលបឿននៃការពង្រីកមន្ត្រីស្មើនឹងពង្រឹងលបឿនឬមួយក៏លឿនជាងលបឿននៃកញ្ចប់ថវិកាលក្ខក្រសួងបានន័យថាបន្ទុកបុគ្គលិកនៅតែច្រើនហើយការលើកទឹកចិត្តមន្ត្រីដែលធ្វើការនៅតែតិចព្រោះយើងត្រូវពុះចែកគ្នាចឹងហើយបានជាយើងត្រូវធ្វើម៉េចឲ្យ3កាលលើនេះប្រើប្រាស់ធនធានស្រាប់តែមានប្រសិទ្ធភាពថវិកាដែលតម្លាក់ទៅនឹងប្រើប្រាស់នៅក្នុងការលើកទឹកចិត្តមន្ត្រីដែលមានមុខបច្ចុប្បន្នដែលនេះនឹងឲ្យចំគោលដៅឲ្យកាន់តែច្រើនជាជាងរកអ្នកថ្មីមកចែកគ្នាបាត់ទាំងប្រសិទ្ធភាពអត់ទាំងឱកាសអ្នកដែលកំពុងធ្វើការហើយផលដែលបានចែកគ្នាកាន់តែតូចទៅអញ្ចឹងគឺវាហើយទី4គឺ recruit បានន័យថារើសថ្មីក្រោយពីវិភាគការងារត្រូវតែមានហេតុផលឲ្យបានច្បាស់រើសឲ្យចំជំនាញហើយបើមិនចំជំនាញត្រូវតែមានវគ្គបណ្ដុះបណ្ដាលឲ្យចំជំនាញឲ្យគាត់ដើម្បីចូលដោយគ្រូបង្រៀនអញ្ចឹងព្រោះចង្ការយើងរើសមន្ត្រីជំនាញមួយចំនួនរដ្ឋបាលវាអត់មានអីជំនាញខ្លះជំនាញទូទៅងាយស្រួលទេប៉ុន្តែកន្លែងខ្លះជំនាញបច្ចេកទេសច្បាស់លាស់ដូចជាស្ថិតិត្រូវការជំនាញស្ថិតិទៅធ្វើការងារស្ថិតិនៅក្នុងស្ថាប័នស្ថិតិពិតថាមានរដ្ឋបាលមានអីហិរញ្ញវត្ថុអានឹងជំនាញរបស់គេមួយទៀតវិស្វកម្មកុំយកអ្នករៀនពេទ្យទៅធ្វើវិស្វករត្រូវការអង្គភាពកសាងស្ពានថ្នល់ស្រាប់តែយកអ្នក management ទៅគ្រូថ្នាក់ពួកជំនាញនេះត្រូវការបដិបដាររយៈពេលវែងអត់មានរៀនតាម YouTube ឬបំពន់6ខែទេតែបើអង្គភាពវិស្វកម្មនេះគាត់មានអ្នកការងាររដ្ឋបាលអូខេយកចុះតែកុំឲ្យគាត់ទៅកាន់គំរូឬមួយគាត់ធ្វើការងារវិស្វកម្មនេះគឺការ recruit ការរើសថ្មីអញ្ចឹងអភិក្រម5នេះខ្ញុំហៅថា 5R នេះ